វរ្ម័នទី 7 ផ្សាយចេញពីទីក្រុងប៉ារីសនៃប្រទេសបារាំងចានាងខ្ញុំមង្គលនីដាពីរាជធានីភ្នំពេញសូមជម្រាបសួរនិងស្វាគមន៍ប្រិយមិត្តអ្នកស្ដាប់វិទ្យុជ័យវរ្ម័នទី 7 ជាទីគោរពរាប់អានថ្ងៃនេះជាថ្ងៃ13រោចខែអាសាឍឆ្នាំមុំមីឆស័កពុទ្ធសករាជ2558ត្រូវនឹងថ្ងៃប្រហ័សទី24ខែកក្កដាគ្រិស្តសករាជ2014នៅក្នុងកម្មវិធីនៃការផ្សាយរបស់វិទ្យុជ័យវរ្ម័នទី 7 នៅក្នុងថ្ងៃប្រហ័សទី24ខែកក្កដានេះនាងខ្ញុំសូមជូនមេតិកានៃដើមរឿងសំខាន់ដែលមានដូចតទៅស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាបានសាទរចំពោះការរួបរวมគ្នារវាងគណៈបកទាំងពីរនីតិបទអត្ថាធិប្បាយនយោបាយស្ដីពីគណៈបកសង្គ្រោះជាតិកំពុងតែរងការរិះគន់យ៉ាងកងរំពងពីសំណាក់យុវជនតាមប្រព័ន្ធ Facebook ថាបានក្បត់ឆន្ទៈប្រជារាស្ត្រទៅចូលរួមជាមួយនឹងគណៈបកប្រជាជនកម្ពុជានីតិបទសម្ភាសន៍ស្ដីអំពីការមើលឃើញរបស់អ្នកវិភាគជុំវិញនឹងនយោបាយរបស់គណៈបកសង្គ្រោះជាតិថាអាចនឹងដើរជាន់ដានគណៈបកហ៊ុនស៊ិនប៉ិចលំដាប់តទៅនេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ព័ត៌មានពិស្ដាស្ថានទូតប្រទេសបារាំងប្រចាំកម្ពុជានៅថ្ងៃប្រហ័សនេះបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនយោបាយរវាងគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាដើម្បីទម្លាយភាពជាប់គាំងនយោបាយដែលអូសបន្លាយអស់រយៈពេលជិត1ឆ្នាំកន្លងមកនេះសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងអភិវឌ្ឍន៍អន្តរជាតិនៃប្រទេសបារាំងចេញផ្សាយនៅថ្ងៃទី24ខែកក្កដាឆ្នាំ2014នេះក្នុងខ្លឹមសារសេចក្តីថ្លែងការណ៍នោះបានសាទរនិងជំរុញឲ្យលទ្ធិប្រជាធិបតេយ្យនិងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឲ្យបានល្អប្រសើរក្រោយពីការចរចាដំណោះស្រាយរួមសហភាពអឺរ៉ុបសហរដ្ឋអាមេរិកប្រទេសជប៉ុននិងអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាលោកសូរិយាប្រសាទសុបេឌីបានថ្លែងសាទរដែលភាគីគណៈបកទាំងពីរបានសម្រេចនូវកិច្ចព្រមព្រៀងនយោបាយកែទម្រង់កជបតុល្យភាពអំណាចនៅក្នុងរដ្ឋសភានិងកំណែទម្រង់ស្ថាប័នជាតិសំខាន់ជាដើមព័ត៌មានពិស្ដាដែលលោកអ្នកនាងទើបតែបានតាមដានស្ដាប់អំបញ្ញមិញចប់តែប៉ុណ្ណេះបទអត្ថាធិប្បាយនយោបាយចាលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅនីតិបទអត្ថាធិប្បាយនយោបាយរបស់លោកអ៊ិតសុខាស្ដីអំពីគណៈបកសង្គ្រោះជាតិកំពុងតែរងការរិះគន់យ៉ាងកងរំពងពីសំណាក់យុវជននៅតាមប្រព័ន្ធ Facebook ថាបានក្បត់ឆន្ទៈប្រជារាស្ត្រទៅចូលរួមជាមួយនឹងគណៈបកប្រជាជនកម្ពុជាចាសូមអញ្ជើញតាមដានស្ដាប់លោកអ៊ិតសុខាជម្រាបជូនពិស្ដាដូចតទៅបើទោះបីជាការត្រូវរៅគ្នារវាងគណៈបកទាំងពីរតាមរយៈកិច្ចព្រមព្រៀងនយោបាយកាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2014កន្លងទៅថ្មីនេះក៏ដោយក៏មជ្ឈដ្ឋានឃ្លាំមើលនយោបាយក្នុងប្រទេសកម្ពុជាជាពិសេសពលរដ្ឋដែលគាំទ្រគណៈបកសង្គ្រោះជាតិបានបញ្ចេញទស្សនៈសាទរផងនិងបញ្ចេញទស្សនៈមិនសាទរនិងសម្ដែងការខកចិត្តនិងអស់សង្ឃឹមយ៉ាងធ្ងន់ធ្ងរនោះផងដែរបើគេពិនិត្យមើលសារដែលត្រូវបានបង្ហោះនៅតាមបណ្ដាញសង្គម Facebook ចាប់ពីថ្ងៃទី23កន្លងមកនេះគឺផលអវិជ្ជមានមានច្រើនជាងវិជ្ជមានកិច្ចព្រមព្រៀងនេះបានក្លាយជាប្រធានបទពិភាក្សាដោយភ្ជាប់ជាមួយនឹងការរិះគន់និងខកចិត្តយ៉ាងខ្លាំងរបស់ក្រុមអ្នកប្រើប្រាស់ប្រព័ន្ធ Facebook ចំពោះគណៈបកសង្គ្រោះជាតិ គេ
គេបានដឹងហើយថាអ្នកប្រើបណ្ដាញ Facebook ភាគច្រើនលើសលប់ជាយុវជននិងយុវតីខ្មែរដែលស្រឡាញ់និងគាំទ្រគណៈបកសង្គ្រោះជាតិម្ចាស់កេរនី Facebook ខ្លះបានចោទចំថាគណៈបកសង្គ្រោះជាតិចាញ់បោកគណៈបកប្រជាជនកម្ពុជាហើយបំភ្លេចចោលនៅជំហរដើមព្រមទាំងបំភ្លេចអ្នកដែលបាត់បង់ជីវិតដោយសារតែបាតកម្មនិងធ្វើឲ្យប្រជាពលរដ្ឋអស់សង្ឃឹមអ្នកប្រើ Facebook ផ្សេងទៀតបានធ្វើការរិះគន់ខ្លាំងថាមេដឹកនាំគណៈបកសង្គ្រោះជាតិកំពុងតែជន់ដានសម្ដេចក្រមព្រះនរោត្តម រណរដ្ឋអតីតប្រធានគណៈបកហ៊ុនស៊ិនប៉ិចដែលបានចាញ់បោកលោកហ៊ុនសែនជាច្រើនអាណត្តិមកហើយរហូតដល់អន្តរាយដល់ជីវិតនយោបាយស្ទើរតែជាប់គុកច្រវាក់ទៅទៀតពួកគេបានចោទសួរថាតើមេដឹកនាំគណៈបកសង្គ្រោះជាតិអាចមានវាសនាកិច្ចផុតពីសម្ដេចក្រមព្រះនរោត្តម រណរដ្ឋដែរឬទេអ្នកប្រើ Facebook ខ្លះទៀតបានសរសេរថាលាហើយលោកប្រធាននិងលោកអនុប្រធានគណៈបកសង្គ្រោះជាតិហើយថាពួកគេនឹងមិនវិលវិញទៀតទេនៅក្នុងឆ្នាំ2018គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី6ម្ចាស់កេរនី Facebook មួយឈ្មោះថាយុវជនប្រទេសខ្មែរបានសរសេរដោយអំពាវនាវដល់បងប្អូនពលរដ្ឋខ្មែរទាំងអស់សូមមេត្តាតាមដានលោកសំរងស៊ីទៅប្រទេសបារាំងគឺជាឆាត account របស់គាត់ជាមួយនឹងលោកហ៊ុនសែនដើម្បីចង់ចូលសភាបម្រើយួនមិនមែនជាអ្នកស្នេហាជាតិឡើយម្ចាស់កេរនីនេះក៏បានប្រើភាសាធ្ងន់ចោទទៅលើលោកសំរងស៊ីផងដែរមានម្ចាស់កេរនីខ្លះបានសរសេររំលឹកពីសារបញ្ជាក់គោលជំហររបស់លោកសំរងស៊ីថាមិនចូលសភាជាដាច់ខាតបើមិនមានការបោះឆ្នោតឡើងវិញមុនអាណត្តិម្ចាស់កេរនី Facebook ផ្សេងទៀតបានសរសេរថាតើឯណាទៅពាក្យថាផ្លាស់ប្ដូរឬដូរចេញទៅដែលមេដឹកនាំគណៈបកសង្គ្រោះជាតិធ្លាប់បានលើកឡើងយ៉ាងរត់មាត់នៅអំឡុងពេលឃោសនាបោះឆ្នោតនិងក្រោយការបោះឆ្នោតនិងការធ្វើបាតកម្មប្រឆាំងលទ្ធផលបោះឆ្នោតដោយអយុត្តិធម៌អ្នកប្រើ Facebook ផ្សេងទៀតគេដឹងថាជាកម្មករចំណាក់ស្រុកនៅប្រទេសកូរ៉េខាងត្បូងបានយកជើងទាំងពីរជន់លើផ្ទង់គណៈបកសង្គ្រោះជាតិដែលបង្ហាញអំពីការមិនពេញចិត្តដែលធ្វើឲ្យឯកអគ្គរដ្ឋទូតដែលក្បត់ឧត្តមកតេដើមប្រចាំនៅប្រទេសកូរ៉េខាងត្បូងឈ្មោះសុឌីណាបានបញ្ចេញសារលួងលោមបោកបញ្ឆោតថាការឆ្លោះប្រកែកគ្នារបស់អ្នកនយោបាយមិនខុសអីក្នុងសាច់រឿងជ័យលក់នំបញ្ចុកនៃរឿងអនអើយស្រីអននោះទេចំណែកឯពលរដ្ឋខ្មែររស់នៅបរទេសដូចជាបារាំងកាណាដាអាមេរិកអូស្ត្រាលីឡាក់ជាដើមក៏បានបង្ហាញអំពីការខកចិត្តយ៉ាងខ្លាំងក្លាផងដែររហូតមានអ្នកខ្លះអង្គុយភ្លឹកឬតូចចិត្តផឹកស្រាបំបត្តិទុកព្រួយដោយសារកើតជំងឺមិនអស់ចិត្តអំពីដំណោះស្រាយនយោបាយដែលកើតចេញពីជំនួបចរចាកម្ពុជាកាលពីថ្ងៃទី22ខែកក្កដាកន្លងទៅថ្មីប្រជាប្រដ្ឋខ្មែរនៅអាមេរិកដែលបានបញ្ជូនសារមកប្រទេសកម្ពុជាបានប្រមូលផ្ដុំគ្នាជាក្រុមពិភាក្សាដើម្បីផ្លាស់ប្ដូរយោបល់គ្នានិងចង់ដឹងសាច់រឿងស៊ីជម្រៅពីការចរចានេះពួកគេបង្ហាញអំពីបំណងធ្វើញត្តិប្រឆាំងផ្ញើទៅមេដឹកនាំគណៈបកសង្គ្រោះជាតិនិងធ្វើបាតកម្មនៅអាមេរិកនោះផងដែររីឯអ្នកខ្លំមើលផ្នែកអភិវឌ្ឍសង្គមលោកកែមលីបានប្រតិកម្មថាលទ្ធផលនៃការចរចានេះឃើញថាគណៈបកទាំងពីរអាចបញ្ចប់ចំនួននយោបាយនិងធ្វើឲ្យភាពតានតឹងផ្នែកនយោបាយបន្ធូរបន្ថយវិញប៉ុន្តែការចរចានេះគណៈបកសង្គ្រោះជាតិងាកចេញពីការទាមទាររបស់ខ្លួនកន្លងមកហើយក៏មិនធានាថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅពេលខាងមុខអាចកែប្រែបាននោះដែរលោកកែមលីបានបញ្ជាក់ថាដំណោះស្រាយនយោបាយរវាងគណៈបកធំទាំងពីរនៅកម្ពុជាក្នុងរយៈពេលចុងក្រោយនេះគឺគ្រាន់តែជាការបន្ធូរបន្ថយបរិយាកាសតានតឹងនៅក្នុងសង្គមនិងគ្រាន់តែជួយសម្រាលដល់ការជាប់ឃុំឃាំងរបស់ក្រុមតំណាងរាស្ត្រគណៈបកជំទាស់តែប៉ុណ្ណោះលោកកែមលីបានបន្តថាកិច្ចព្រមព្រៀងនេះនឹងមិនអាចធ្វើឲ្យដំណើរការបោះឆ្នោតនៅឆ្នាំ2018ខាងមុខប្រកបទៅដោយលក្ខណៈសេរីត្រឹមត្រូវនិងយុត្តិធម៌នោះឡើយដោយសារតែគណៈបកទាំងពីរនៅមិនទាន់ព្រមព្រៀងគ្នាលើស្តង់ដារឬនីតិវិធីនៃការបោះឆ្នោតនៅឡើយលោកកែមលីបានចាត់ទុកការព្រមព្រៀងនេះថាពុំមានប្រយោជន៍អ្វីសម្រាប់មហាជននិងសម្រាប់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមកម្ពុជានោះទេលោកកែមលីបានបញ្ជាក់ទៀតថាយ៉ាងហោចណាស់កិច្ចព្រមព្រៀងនយោបាយរវាងគណៈបកប្រឆាំងនិងគណៈបកកណ្ដាលអំណាចត្រូវបានកំណត់និយមន័យនៃពាក្យ5ថាអ្វីជាសេរីអ្វីជាយុត្តិធម៌អ្វីជាឯករាជ្យអ្វីជាអព្យាក្រឹតហើយអ្វីជាភាពត្រឹមត្រូវចំណែកឯលោកគុលបញ្ញានាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជាបានប្រតិកម្មថាបើទោះបីជាមានការយល់ព្រមគ្នាលើសមាជិកភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតយ៉ាងណាក៏ដោយក៏ឯករាជ្យភាពរបស់កោជបនៅតែមានកម្រិតដដែលប៉ុន្តែទោះបីជាបែបនេះក្តីលោកគុលបញ្ញាបញ្ជាក់ថាយ៉ាងហោចណាស់គណៈបកជំទាស់អាចមានលទ្ធភាពខ្លះក្នុងការចូលរួមជ្រើសរើសសមាជិកភាពកោជបជាងសម្រាប់ជាអត្តនោម័តពីខាងគណៈបកប្រជាជនកម្ពុជាចំណែកឯលោកមុតចន្ទថាអគ្គលេខាធិការគណៈបកជាតិនិយមក៏បានមានប្រសាសន៍ផងដែរថាវាជាចំណុចនៃវិជ្ជមានមួយដែលស្ដែងចេញពីជំនួបចរចានេះពីព្រោះយ៉ាងហោចណាស់គណៈបកទាំងពីរអាចព្រមព្រៀងគ្នាបញ្ចប់វិបត្តិនយោបាយជាពិសេសការគម្រាមកំហែងការចាប់
និងឃុំខ្លួនតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកបានបន្តថាពុំមានយន្តការណាប្រសើរជាងការចរចាដើម្បីដោះស្រាយវិបត្តិនយោបាយនោះឡើយហើយថាការចរចាគឺជាការលះបង់និងធ្វើសម្បទានទាំងសងខាងដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងមួយដូច្នេះលក្ខខណ្ឌដើមរបស់គណៈបកសង្គ្រោះជាតិអាចទម្លាក់ចោលខ្លះដើម្បីសម្រុះសម្រួលគ្នាយ៉ាងណាក្តីលោកគូបញ្ជាក់ថាអ្វីដែលសំខាន់គឺគណៈបកសង្គ្រោះជាតិត្រូវពិនិត្យនិងពិចារណាឲ្យបានស៊ីជម្រៅទៅលើកិច្ចព្រមព្រៀងនយោបាយពិស្ដារនិងវិសោធនកម្មរដ្ឋធម្មនុញ្ញនិងច្បាប់អង្គការក្នុងកំណែតម្រង់កោជបនិងកំណែតម្រង់ស្ថាប័នរដ្ឋផ្សេងទៀតមានដូចជារដ្ឋសភាព្រឹទ្ធសភាក្រុមប្រឹក្សាធម្មនុញ្ញជាងនេះទៅទៀតត្រូវតែមានការចងឲ្យបានច្បាស់លាស់អំពីការបដិញ្ញាចិត្តនិងភាពស្មោះត្រង់ក្នុងការអនុវត្តកិច្ចព្រមព្រៀងនយោបាយនិងច្បាប់ដែលបានឯកភាពគ្នាដោយបញ្ជាឲ្យបាននៅបទពិសោធន៍អាក្រក់របស់គណៈបកហ៊ុនស៊ិនប៉ិចដែលបានបរាជ័យក្នុងការចាប់ឲ្យលោកហ៊ុនសែនអនុវត្តកម្មវិធីនយោបាយរួមទាំង73ចំណុចលោកមុតចិនថាគាំទ្រអារម្មណ៍មិនល្អរបស់អ្នកគាំទ្ររបស់គណៈបកសង្គ្រោះជាតិដែលយល់ថាលក្ខខណ្ឌដើមរបស់គណៈបកសង្គ្រោះជាតិមិនទទួលបានពេញលេញឬការចោទប្រកាន់ណាមួយនោះប៉ុន្តែលោកសំណុំពរថាយើងគួរទុកពេលវេលាឲ្យថ្នាក់ដឹកនាំគណៈបកសង្គ្រោះជាតិបន្តធ្វើកិច្ចការបច្ចេកទេសនិងភាពពុស្ដារនិងកិច្ចព្រមព្រៀងនយោបាយនិងច្បាប់ផ្សេងសិនចាំធ្វើការវិនិច្ឆ័យឬកាត់ទោសក៏មិនទាន់ហួសពេលដែរលោកបានបន្តទៀតថាពេលវេលានឹងបញ្ជាក់អំពីការពិតឆ្លើយតបចំពោះការព្រួយបារម្ភនានាលោកយមសវណ្ណអ្នកនាំពាក្យគណៈបកសង្គ្រោះជាតិបានបញ្ជាក់ថាគណៈបកសង្គ្រោះជាតិនៅតែរក្សាគោលជំហរដើមការចូលរដ្ឋសភាមិនមែនមានន័យថាជាការបែងចែកអំណាចជាមួយនឹងគណៈបកប្រជាជនកម្ពុជានោះទេពលគឺគណៈបកសង្គ្រោះជាតិទៅយកអាសនៈដែលពលរដ្ឋម្ចាស់ឆ្នោតផ្ដល់ឲ្យតាមរយៈការបោះឆ្នោតកាលពីខែកក្កដាតែប៉ុណ្ណោះលោកយមសវណ្ណបានបញ្ជាក់ដោយអំពាវនាវឲ្យអ្នកគាំទ្រគណៈបកសង្គ្រោះជាតិរងចាំមើលបន្តិចទៀតនៅការអនុវត្តកិច្ចព្រមព្រៀងរវាងគណៈបកទាំងពីរព្រោះលទ្ធផលចុងក្រោយនឹងស្ដែងចេញនៅការចង់បានរបស់ប្រជាពលរដ្ឋដូចជាកំណែតម្រង់កោជបនិងរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីយើងមានប្រព័ន្ធផ្សព្វផ្សាយវិទ្យុនិងទូរទស្សន៍រួមទាំងកំណែតម្រង់ជាច្រើនទៀតនៅក្នុងរដ្ឋសភាប៉ុន្តែទោះជាមានការឆ្លើយតបពីលោកយមសវណ្ណអ្នកនាំពាក្យរបស់គណៈបកសង្គ្រោះជាតិយ៉ាងណាក្តីក៏អ្នកតាមដានស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជាមានដូចជាយុវជនប្រជាពលរដ្ឋអ្នកវិភាគបានចាត់ទុកថាគណៈបកសង្គ្រោះជាតិកិច្ចមិនផុតពីការជន់ដានរបស់គណៈបកហ៊ុនស៊ិនប៉ិចចាញ់បោកលោកហ៊ុនសែននោះទេនាទីកិច្ចសម្ភារលោកអ្នកនាងស្ដាប់ជាទីមេត្រីជាបន្តទៅទៀតនេះផងដែរក៏សូមគោរពអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅនាទីកិច្ចសម្ភារការដែលមានលោកអ៊ិតសុខាជាអ្នកសម្របសម្រួលសំណួរចោទសួរទៅកាន់លោកបណ្ឌិតហៀងរិទ្ធីជាប្រធានគណៈកម្មាធិការពង្រឹងវិស័យផ្នែកច្បាប់ដើម្បីការពារសិទ្ធិមនុស្សនៅកម្ពុជាចាចំណែកឯប្រធានបទនោះចាគឺនិយាយអំពីការមើលឃើញរបស់លោកជុំវិញទៅនឹងនយោបាយរបស់គណៈបកសង្គ្រោះជាតិថាអាចនឹងដើរជន់ដានគណៈបកហ៊ុនស៊ិនប៉ិចចាដូច្នេះចង់ដឹងថាតើខ្លឹមសារនៃប្រធានបទខាងលើមានអត្ថន័យយ៉ាងណានោះក៏សូមគោរពអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅជំរាបសួរលោកបណ្ឌិតហេរិទ្ធីបាទជំរាបសួរបាទអរគុណលោកបណ្ឌិតសូមការអនុញ្ញាតជំរាបសួរលោកបណ្ឌិតជុំវិញនឹងគណៈបកទាំងពីរបានចរចាគ្នាត្រូវរើគ្នាហើយកាលពីថ្ងៃទី22កន្លងទៅថ្មីហ្នឹងលោកបណ្ឌិតអញ្ចឹងគេថាការចរចានេះទទួលបានជោគជ័យរៀងខ្លួនថាតើលោកបណ្ឌិតមើលឃើញអំពីដំណើរការទំនុកទំលាយភាពត្រួតច្រកហ្នឹងវាអាចជាផលវិជ្ជមានសម្រាប់ប្រទេសជាតិសម្រាប់ប្រជាពលរដ្ឋនោះទេបាទខ្ញុំមើលឃើញចំណុចទី1រឿងបញ្ហាគេហៅថា political controversy ការចម្លងចម្រាស់និង political lock ការកាំងចាស់នយោបាយនៅកម្ពុជាឥឡូវបានទម្លាយហើយបានទម្លាយយ៉ាងម៉េចមានន័យថាគណៈបព្វជិជននិងគណៈបកសង្គ្រោះជាតិគេបានជួបជុំគ្នាត្រូវគ្នាអាចធ្វើការរួមគ្នាបាននៅក្នុងរដ្ឋសភាហ្នឹងនិងព្រឹទ្ធសភាថ្ងៃខាងមុខនេះជាចំណុចមួយហើយចំណុចទី2ខ្ញុំឃើញថាអត់មានផលប្រយោជន៍អ្វីទេដោយសារតែគណៈកម្មការវាមាន5ដូចគ្នាហើយ5ដូចគ្នាហ្នឹងវាមានឧត្តមមានភាពមានប្រធានមួយខាងគណៈបព្វជិជនអនុប្រធានទី2គណៈបព្វជិជនបូកទៅ7សម្លេងអញ្ចឹងមានន័យថាគឺ7សម្លេងនេះឯងយើងងាកមើលទៅការអនុវត្តដែលយើងតែនាំគ្នាមកធ្វើអាសម្លេង2ភាគ3មានន័យថា82កៅអីមក50បូក1ពេលនេះគណៈបព្វសង្គ្រោះជាតិចូលទៅទប់ជើងក្រែឲ្យគេឲ្យគ្រប់ចំនួនដល់ទៅពេលអញ្ចឹងទៅ
វាស្របនឹងមេត្រា76ថាសភាតំណាងរាស្ត្រមានយ៉ាងហោចណាស់120រូបឥឡូវអត់មានយ៉ាងហោចទេ123អញ្ចឹងគ្រប់ហើយបើយើងយកមកចែកជា2យកបូក1វាទៅនឹងមេត្រា88បានចែងថាក្នុងករណីចាំបាច់សម្លេងជាងពាក្យកណ្ដាលឡើងទៅក្នុងសមាជិកសភាទាំងមូលការអនុម័តទាំងឡាយណាដែលមានប្រយោជន៍ដល់ប្រទេសជាតិចឹងទាំងមូលវាត្រូវយើងចូលទៅមូលទៅហើយយកមកចែកជា2ទៅគ្រប់ហើយប៉ុន្តែពីមុនអត់គ្រប់ទេពីមុនផ្ទុយគឺថាសភាពីមុនហ្នឹងគេថាទី1ចូលប្រជុំទី2ចូលស្បត់បែទី3បាន20ឯកសិទ្ធិទី4ចូលមានពេញសិទ្ធិជាសភាតំណាងរាស្ត្រក៏ប៉ុន្តែសភា8ទេដោយសារអីដោយសារ68ចែក2បូក1បាន35អនុម័តអីក៏បានប៉ុន្តែគេអនុម័តបានអាហ្នឹងហើយតែសភាអធម្មានរូបកម្មឥឡូវនេះចូលរួមគ្នាទៅសភាធម្មានរូបកម្មហើយមានន័យសភាស្របច្បាប់ហើយស្របច្បាប់ហើយទោះថាឧទាហរណ៍ថាគណៈកម្មការក្នុង10ហ្នឹងគណៈកម្មការខ្ញុំលើកតែមួយទេគេថាគណៈកម្មការផ្នែកខាងទូជាតិហ្នឹងបានខាងគណៈកម្មការទី10ដោយជាការធ្វើអង្កេតនិងបោះសម្អាតប្រយុទ្ធឆាំងធ្វើពុករលួយដល់ពេលហៅមកពាក់ព័ន្ធធ្វើពុករលួយឲ្យផ្សេងហៅមកសួរដល់មកសួរគេឆ្លើយបកដោះសារទៅវាអត់ត្រូវចំចំណុចដែលអ្វីយើងចង់បានដល់ពេលអញ្ចឹងដល់ពេលអនុម័តនៅក្នុងគណៈកម្មការចិនត្រៃគណៈកម្មការទាំង10ឲ្យឈ្មោះថាគណៈកម្មការចិនត្រៃមានប្រធានលោកប្រធានទី1ទី2អញ្ចឹងទៅបូកចូលនេះគេ7អញ្ចឹងទៅនៅតែដែរអាហ្នឹងគ្រប់ហើយអញ្ចឹងនិយាយឲ្យផលប្រយោជន៍អ្វីប្រទេសជាតិអត់មានទេវាគ្រាន់តែកិច្ចព្រមព្រៀងនេះតែយល់ឃើញថាបញ្ចូលប្រទេសជាតិដល់ធំដុំអាហ្នឹងត្រឹមត្រូវហើយវាកាត់បន្ថយទី1ការដែលប្រឆាំងគ្នាតវ៉ាដោយការវែងត្រេកបាញ់សម្លាប់ដូចជាអីផ្សេងៗឡាក់អញ្ចឹងតែរឿងបញ្ហានេះថ្មីនេះបង្កើតបញ្ហាដោះស្រាយបញ្ហានៅទៀមទាអាយុនចូលស្រុកនោះបន្តវេះចូលមកណែនទឹកណែនដីមិនអាចប្រវត្តិច្បាប់បន្តវេះនៅច្បាប់ប្រជាតោបរិកម្មបែរជាទៅដណ្ដើមដីម្ដុំនៅក្បែរវត្តភ្នំហ្នឹងទីលានប្រជាធិបតេយ្យហ្នឹងហើយដល់គណៈខ្ញុំបានវិភាគហើយថាគាត់បញ្ហាហ្នឹងចាប់តំណាងរាស្ត្រក្រឹបលៀមខ្ញុំថារឿងនេះគឺជារឿងចប់ហើយចឹងហើយឡើយចប់ហើយរួមជាតិសាសនាជាតិឯកភាពចប់ហើយក៏ប៉ុន្តែពាក់ព័ន្ធទៅនឹងវិស័យដូចជាតុលាការឯករាជ្យឲ្យមានប្រយោជន៍យុត្តិធម៌ក្នុងសង្គមទាំងមូលអត់ទេពាក់ព័ន្ធទៅបាត់អំពើពុករលួយបាត់គណៈបក្សសង្គ្រោះជាតិហ្នឹងជាប្រធាននៅក្នុងគណៈកម្មការហ្នឹងមានគណៈកម្មការទី10ដែលទើបអង្កេតបោះសម្អាតប្រឆាំងអំពើពុករលួយអត់ទេគឺថាវាអត់បានទាំងអស់អញ្ចឹងចំណុចនេះខ្ញុំមើលឃើញថាវាបានប្រយោជន៍ទី1គឺថាវាគ្រាន់តែបានឈប់ឆ្លោះគ្នាទី1ទី2សេដ្ឋកិច្ចវានឹងឡើងដីធ្លីសេដ្ឋកិច្ចផ្សេងវាមានចរន្តល្អតែប៉ុណ្ណោះក៏ប៉ុន្តែឲ្យរីកចម្រើនវិស័យដើម្បីជាតិទាំងមូលនោះវាបានតែជ្រុងមួយថាឈប់ឆ្លោះគ្នាឈប់ណែតវ៉ាគ្នាហើយបានធ្វើការដកទួលជាមួយគ្នាធ្វើការមួយគ្នាតែប៉ុណ្ណឹងឯងប៉ុន្តែតាមទស្សនៈលោកបណ្ឌិតវិញថាបើសិនជាមិនចូលទៅកំណែតម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតដើម្បីឈានទៅរកការបោះឆ្នោតថ្មីមួយទៀតនោះឲ្យអាចទទួលយកបានទាំងអស់គ្នានោះតើគួរតែធ្វើម៉េចលោកបណ្ឌិតអាហ្នឹងចំណុចហ្នឹងគឺជាចំណុចខ្សោយមួយទៀតហើយមើលឃើញស្រាក់ខ្សោយមួយទៀតហើយចំណុចខ្សោយទី1យើងឃើញថាគណៈកម្មការកំណែតម្រង់កោជមគណៈកម្មការបោះឆ្នោតហ្នឹងគឺថាមក4រូបមកពីគណៈបកប្រជាជន4រូបមកពីគណៈបកសង្គ្រោះជាតិហើយមួយរូបទៀតជ្រើសតាំងរៀបចំដោយចំហនៅរដ្ឋសភាអញ្ចឹងជ្រើសតាំងទៅ50បូក1គណៈបកប្រជាជនមានសម្លេង68បាត់ទៅហើយអញ្ចឹងអ្វីដែលគ្រប់នឹងយកមកអនុម័តមួយទៀតមកគេបាន5ប៉ុន្តែកន្លែងហ្នឹងក៏វាជាប្រយោជន៍មួយចំនួនដែរបងថាបើសិនមានភាពអន្តរជាតិអីកើតឡើងវាមានសម្លេង4នៅក្នុងហ្នឹងដែរទៅជែកគ្នាទៅយើងឃើញថាអាចឈានទៅរកដោះស្រាយគ្នាបានខ្លះក៏ប៉ុន្តែវាមានចែងនៅក្នុងកិច្ចព្រមព្រៀងហ្នឹងបានបញ្ជាក់ថាក្នុងករណីមិនខកខានមិនបានរៀបចំកំណែតម្រង់គណៈកម្មការកោជមថ្មីហ្នឹងទេអញ្ចឹងសមត្ថភាពកោជមចាស់នៅអនុវត្តសុពលភាពអនុវត្តដែរអញ្ចឹងដល់ទីហោមួយទៀតម្នាក់ទៀតអត់ត្រូវវាអត់អនុវត្តឲ្យរើជ្រើសឲ្យមកអត់បានអញ្ចឹងហើយអាចាស់ហ្នឹងចាំធ្វើទៀតទៅឆ្កែចេះគ្រូមនុស្សចេះដើរតទៅទៀតអញ្ចឹងភាពអន្តរជាតិយ៉ាងណាមិញឧទាហរណ៍ដូចជាគេកាន់អំណាចរដ្ឋាភិបាលគេអនុញ្ញាតឲ្យក្រុមហ៊ុនដឹកជញ្ជូនខ្មែរយើងទៅធ្វើខ្ញុំគេនៅស្រុកក្រៅរាប់លានអ្នកឥឡូវនេះជារដ្ឋខ្មែរនេះហើយបាត់មកឱកាសនៅពេលបោះឆ្នោតភូមិឃុំសង្កាត់និងបោះឆ្នោតសកលជាដើមលាក់អាហ្នឹងក៏អត់បានបោះឆ្នោតអត់បានចូលរួមមកកំណត់វាសនាប្រទេសជាតិជ្រើសរើសតំណាងរបស់ខ្លួនបណាទៀតទេហើយចំណុចទី2នៅពេលដែលយួនអន្តោប្រវេសន៍យួនដែលគេចូលមកចូលមកកម្ពុជា
ហើយគណៈបកកណ្ដាលអំណាចអាជ្ញាធររបស់គេបានធ្វើអត្តសញ្ញាណបានឲ្យយួនដោយមិនអនុវត្តច្បាប់បន្តប្រវេសមិនអនុវត្តច្បាប់ស្ដីពីសុជាតិតូពាណិជ្ជកម្មចំពោះ3មាត្រា5ចំណុច2ថាវាមុនចូលសុជាតិដល់មានពាណិជ្ជកម្មពី5អាក្សត្រតាមខ្លឹមសារនៃច្បាប់ស្ដីពីសុជាតិតូពាណិជ្ជកម្មហ្នឹងអញ្ចឹងហើយទៅមានបញ្ហានឹងការបោះឆ្នោតទៀតហើយបើសិនជាហៅថាយើងចែងកន្លែងហ្នឹងយើងមើលឃើញថាខ្ញុំសួរតែមួយម៉ាត់ទេសួរថាលោកសំរងទីលោកកឹមសុខាឆោតឬក៏ឆ្លាតខ្ញុំសួរចេះហើយគាត់មិនយល់មិនដឹងអាហ្នឹងតែយើងទៅឲ្យថា4ហ្នឹងគណៈកម្មការកំណែតម្រង់នេះខ្ញុំឯកភាពហើយក៏ប៉ុន្តែក្នុងករណីខកខានមិនបានធ្វើទេសមាជិកចាស់អនុវត្តដែរចុះទីហោថាឥឡូវយើងឃើញហើយកំណត់ហូចរបស់គេទៀតគេធ្វើមិនឲ្យត្រូវគ្នាទៀតទៅគេយកអាចារ្យហ្នឹងអនុវត្តអត់ដែរទៀតអញ្ចឹងយើងទៅសូមព្រៀងកន្លែងហ្នឹងយើងទៅទេមិនឲ្យដាច់ទៅថារៀបចំថ្មីអញ្ចឹងហ្មងទៅកុំឲ្យមានករណីលើកលែងអញ្ញត្តកម្មអីបែបហ្នឹងទៀតអីយើងចង់មិនប្រើពាក្យអញ្ញត្តកម្មថាករណីខកខានមិនបានរៀបចំអាហ្នឹងយើងអនុវត្តសមត្ថភាពចាស់ទៀតទៅអីអាហ្នឹងកន្លែងនេះគឺជាយើងជាអ្នកបើកចំហបើកឱកាសដូចយើងផ្លូវវែងត្រេងអញ្ចឹងនាំបដកម្មអញ្ចឹងដល់ពេលគេបាញ់គេចងគេចាប់សម្លាប់គេដាក់គុកអញ្ចឹងទៅប្តឹងទៅ ICC អត់ប្តឹងអាលីងឥឡូវមិនត្រូវគ្នាអ្នកដែលស្លាប់អត់នៃអត់ប្រយោជន៍អាលីងអញ្ចឹងហើយខ្ញុំមើលឃើញខ្ញុំមិនអាចទៅភាពទេយើងក៏អត់ខ្មែរឬគ្នាហើយអត់មានស្អប់ណាទេប៉ុន្តែអ្នកនរណាក៏ដោយធ្វើមិនដើម្បីជាតិមាតុភូមិមិនដើម្បីប្រយោជន៍ប្រជាពលរដ្ឋខ្មែរទេយើងមិនអាចទៅភាពទេហើយយើងហាអញ្ចឹងចំអញ្ចឹងហើយកុំខឹងខ្ញុំបាទប៉ុន្តែខាងមន្ត្រីជាន់ខ្ពស់របស់គណៈបកសង្គ្រោះជាតិគេបានថ្លែងជាសាធារណៈពន្យល់ប្រាប់ម្ចាស់ឆ្នោតហើយថាលើកនេះមិនដូចគណៈបកហ៊ុនស៊ិនប៉ិចទេហើយក៏មិនដូចនៅពេលគណៈបកសំរងស៊ីដែរដែលមានរូបមន្តមានតែ2នាក់ចូលទៅហើយត្រូវបានគេទិញដូរនោះនៅពេលនេះគឺមាន4ដូច្នេះมันអាចគណៈបកប្រជាជនកម្ពុជាធ្វើព្យុះធ្វើភ្លៀងនៅក្នុងគណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះបានទេសម្រាប់លោកបណ្ឌិតឆ្លើយតបយ៉ាងម៉េចដែរខ្ញុំនៅតែឆ្លើយតបដដែលខ្ញុំមើលឃើញចំណុចថាកិច្ចព្រមព្រៀងបានចែងយ៉ាងច្បាស់ថាការរៀបចំសមាជិកដើម្បីកំណែតម្រង់កោចមគឺថា4រូបចេញមកពីគណៈបកប្រជាជន4រូបទៀតចេញមកពីគណៈបកប្រជាជាតិហើយមួយរូបទៀតជ្រើសតាំងនៅក្នុងរដ្ឋសភាដោយសម្លេងភាគច្រើនដាច់ខាតអញ្ចឹងសម្លេងភាគច្រើនដាច់ខាតគណៈបកប្រជាជនមាន68កៅអីហើយអញ្ចឹងបើយើងមកយក123ចែកឲ្យជា2ចែកជា2បូក1សម្លេងគណៈបកប្រជាជនគេមានព្រៀបទៅហើយអញ្ចឹងជ្រើសម្នាក់ទៀតមកគឺគេមានបូកមកគេ5ហើយខាងនេះ4ទេនេះអានោះជាចំណុចមួយប៉ុន្តែចំណុចទី2ដែលអ្វីដែលខ្ញុំបារម្ភនៅថ្ងៃអនាគតនោះដែលមកកោចបនោះมันអាចដំណើរការបានទោះចែងនៅក្នុងកិច្ចព្រមព្រៀងដែលវិធីសារដែលព្រមព្រៀងទីម្សិលមិញនៅថ្ងៃ22ហ្នឹងបានចែងយ៉ាងច្បាស់ថាក្នុងករណីខកខានក្នុងការរៀបចំជ្រើសរើសគណៈកម្មការកំណែតម្រង់នេះគឺថាគណៈកម្មឬសមាជិកកោចបចាស់ត្រូវអនុវត្តការងាររបស់ខ្លួនបន្តទៀតមានន័យថាអានឹងអត់ត្រូវគ្នាទេអាចចាស់ទៅដែរឆ្កែចេះគ្រូមនុស្សចេះដែរទៅអានឹងហើយមិនមែនអាចថារំបាច់បដិសេធថាមិនអាចដូចគុណពេជ្រទេមិនមែនគុណពេជ្រទី2ទេក៏ប៉ុន្តែចំណុចនេះគឺជាចំណុចចំហនេះជាកត្តាច្បាប់ដែលទៅពិនិត្យឃើញថាវាជាចំណុចផ្លោះទឹកអាម៉ាត់ក្នុងច្បាប់ប្រែថាបាត់បង់ផលប្រយោជន៍បាទសម្រាប់លោកបណ្ឌិតគួរតែធ្វើយ៉ាងដូចម្តេចនៅក្នុងកលៈទេសៈដែលគណៈបកប្រជាជនកម្ពុជាគេមានអំណាចគេមានទ័ពគេមានអ្វីទាំងអស់ហើយរហូតដល់គេហ៊ានឈានទៅរកចាប់តំណាងរាស្ត្រទៅទៀតនោះខ្ញុំថាក្នុងហ្នឹងក្នុងកិច្ចព្រមព្រៀងទាំងអស់ហ្នឹងខ្ញុំថាតែមួយម៉ាត់ទេត្រង់ចំណុចរៀបចំកណ្ដាលរងកោចបហ្នឹងកុំឲ្យមានថាក្នុងករណីខកខានមិនបានរៀបចំសមាជិកថ្មីដើម្បីកណ្ដាលរងកោចបហ្នឹងគណៈកម្មសមាជិកចាស់អនុវត្តបានខ្ញុំអត់ឲ្យមានឡៃហ្នឹងទេចែងតែត្រឹមថា4មកពីគណៈបកប្រជាជន4មកពីសង្គ្រោះជាតិ1ទៀតចេញមកពីការជួយតាំងហើយវាមានព្រៀបជាងបន្តិចមែនក៏ប៉ុន្តែវាមានសមាជិក4រូបមកគណៈបកសង្គ្រោះជាតិនៅក្នុងហ្នឹងហើយជជែកគ្នាហ្មងកុំឲ្យមានករណីខកខានសមាជិកចាស់អនុវត្តដែរអញ្ចឹងកុំឲ្យមានឡៃហ្នឹងអញ្ចឹងវាតាមទស្សនៈលោកបណ្ឌិតដូចមានអ្វីប្លែកពីពេលមុនទេអញ្ចឹងនៅដដែលវិញបាទអាហ្នឹងវាដែរចាំមើលខ្ញុំទុកទាយវិភាគបងប្អូនជនរួមជាតិខ្មែរស្ដាប់ចុះថ្ងៃមុខនៅតែបញ្ហាកើតមានដល់តែក្នុងករណីហ្នឹងគេអត់រៀបចំដល់ឲ្យទៅវាធ្វើជាតក់គ្នាគណៈកម្មការកោចបចាស់ដល់ដែរអញ្ចឹងយួនចូលរួមបោះឆ្នោតកំណត់វាសនាប្រទេសជាតិដែលធ្វើអត្តសញ្ញាណប័ណ្ណដោយឲ្យទៅយួនបន្តវេដែលដោយគណៈបកកណ្ដាលអញ្ចឹងយួនចេះកំណត់ទៅឲ្យខ្មែរចេះដឹកចេញទៅអ្នកគ្រប់គ្រងអ្នកអីណាមកកំភ្លុះហ្នឹងយកចេញទៅអស់លីងអញ្ចឹងលទ្ធផលចុងក្រោយមានអីទៀត
អត់មានអីថាខ្មែរមកកំណត់យុទ្ធនាប្រទេសជាតិជ្រើសរើសតំណែងអស់ខ្លួនទេចំណុចនេះវាបញ្ហានៅតែកើតមានដដែលប៉ុន្តែគ្រាន់តែចប់ថាឈប់លែងមានវិវត្តបោឆ្លោះគ្នាបដកម្មលែងមានអំពើហិង្សាកើតឡើងនៅក្នុងប្រទេសទៀតហើយអញ្ចឹងចំណុចទី2សេដ្ឋកិច្ចអីវាដើរវាមានដំណើរការគ្រប់បែបយ៉ាងទាំងអស់វាបានតែប៉ុណ្្នឹងទេតែរឿងអត់បញ្ចោតក្នុងប្រទេសជាតិថ្ងៃខាងមុខអត់ទេអត់មានសោះសម្រាប់ប្រជាពលរដ្ឋមួយចំនួនក៏មានការសាទរមួយចំនួនទៀតហ្នឹងក៏មានការអន់ចិត្តទៅលើទង្វើការចរចារបស់គណៈបក្សសង្គ្រោះជាតិថាមិនគួរចូលរួមប៉ុន្តែបើសិនជាមិនចូលរួមទេធ្វើម៉េចដើម្បីកំណែតម្រង់គណៈកម្មការជាតិរាជការបោះឆ្នោតនឹងបាននៅឆ្នាំ2017បោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់និងបោះឆ្នោតជាតិនៅពេលខាងមុខណាមើលតាមលោកបណ្ឌិតគួរតែមិនចូលរហូតឬមួយក៏ចូលទៅឲ្យមានផលចំណេញខ្ញុំថារឿងចូលខ្ញុំអត់ចំទាស់ទេក្នុងចំណុចប្រមាណចំណុចនេះចូលខ្ញុំអត់ចំទាស់គឺថារឿងហ្នឹងវាត្រឹមត្រូវក៏ប៉ុន្តែរឿងមិនត្រឹមត្រូវមួយវាចាញ់ព្រៀបហើយចាញ់ព្រៀបទៀតចាញ់ហើយចាញ់ទៀតគឺលោកខ្ញុំបានជម្រាបជូនមិញហ្នឹងថាពីសមាជិកភាពកំណែតម្រង់កចប2រូបចេញមកពីគណៈបកប្រជាជនហើយ4រូបចេញគណៈបកប្រជាជន4រូបចេញពីសង្គ្រោះជាតិដូច្នេះមួយរូបទៀតគេជ្រើសទៅនៅសភាអញ្ចឹងគេជ្រើសដាក់តាំងសមាជិកភាពមកឲ្យទីហោសង្គ្រោះជាតិដាក់មួយក៏នោះដាក់មួយមកគេយកខាងគេយកទៅចូលក្នុងគណៈកម្មការកំណែតម្រង់កចបហ្នឹងអាហ្នឹងវាគេតែយកមកគេមានទៀតប៉ុន្តែយើងមាន4ក្នុងហ្នឹងដែរពីទោះបីយ៉ាងម៉េចក៏វាមានការថាអាចតែជ័យគ្នាបានហើយកំណែតម្រង់កិច្ចការច្បាប់មួយចំនួនរបស់កចបហ្នឹងគេថាអាចជ័យគ្នាបានអាហ្នឹងវាធូរស្មើជាងកាលពីមុនចាស់នេះគេថាវាកុំមុនីសុទ្ធហើយវាតែមកគណៈបកប្រជាជនសុទ្ធសាបហើយចង់ជ្រះចង់ចាញ់ចង់អ្ហ្មិចគេថាប្រឡុកប្រឆាតាមដូចអប៉ោងអញ្ចឹងអប៉ោងកាច់រុន3រុន4រុន5ដាក់រុន6យកតែម្នាក់ឯងអាហ្នឹងវាអញ្ចឹងក៏ប៉ុន្តែខ្ញុំចង់ជំទាស់មួយថាវាមិនល្អត្រង់ថាករណីខកខានមិនបានរៀបចំសមាជិកភាពគណៈកម្មការថ្មីនេះកណ្ដាលក្នុងកចបនេះអញ្ចឹងសមាជិកភាពចាស់មានអនុវត្តដំណើរការដដែលកន្លែងនេះឯងខ្ញុំខ្លាចប្រែងថ្ងៃមុខមិនត្រូវគ្នាអាកន្លែងហ្នឹងអាចាស់ហ្នឹងដើរទៅដដែលវាដដែលទៀតអញ្ចឹងដូច្នេះលោកបណ្ឌិតទោះជ័យទៅពេលខាងមុខមើលថាតើគណៈបកសង្គ្រោះជាតិហ្នឹងអាចសង្គ្រោះអីបានខ្លះទេឬមួយក៏ដំណើរហ្នឹងឆ្ពោះទៅរកគណៈបកហ៊ុនស៊ិនប៉ិចដដែលវិញឬយ៉ាងម៉េចដែរនៅចំណុចខ្ញុំទាំងអស់នេះខ្ញុំប្រាប់ជម្រាបជូនថាគឺចំណុចមិញនេះបើសិនជាកំណត់របស់ខ្ញុំតាមឲ្យវាកតាឡូទិកកតាយើងរៀបចំសមាជិកភាពអញ្ចឹងទី1 4មកពីគណៈបកប្រជាជនទី2 4មក4រូបពីគណៈបកប្រជាជាតិមួយរូបទៀតឧទាហរណ៍ថាវាមានជើងតាំងចេញមកសម្លេងភាពច្រើនដាច់ខាតលើគណៈបកប្រជាជនក៏ដោយក៏ប៉ុន្តែ4រូបនោះវារបស់ប្រជាជាតិវាគ្រាន់តែបតើជាងការពីនៅច្បាប់កចបចាស់អាហ្នឹងវាទី1ចំណុចទី2ខ្ញុំខ្លាចក្រែងបារម្ភណាមនុស្សឥឡូវស្រឡាញ់លុយស្រឡាញ់កាក់ស្រឡាញ់បុណ្យស័ក្តិណៈលុយកាក់ហ្នឹងអំណាចហ្នឹងខ្លាំងណាស់ខ្លាចគេចេញបាត់ទៅទៀតហើយអញ្ចឹងខ្ញុំមើលទៅគណៈបកសង្គ្រោះជាតិហ្នឹងខ្លាចតែមិនសង្គ្រោះមិនបានខ្លាចទៅជាសាងគ្រោះឲ្យជាតិវិញណាវាលែងសង្គ្រោះជាតិទៅសាងគ្រោះឲ្យជាតិរឿងអាបារម្ភរបស់ខ្ញុំថ្ងៃខាងមុខអញ្ចឹងហើយចំណុចទី3ខ្ញុំបញ្ជាក់បន្ថែមទៀតថាទៅចោះទៅយើងព្រមព្រៀងធ្វើអីបើថាមាន3រូប4រូបមកពីនោះ4រូបពីនេះមួយចេះជ្រើសតាំងហើយចាំមិនថាករណីខកខានមិនបានរៀបចំយើងអនុវត្តច្បាប់អនុវត្តសមាជិកភាពកចបតែអីយើងចែកឲ្យច្បាស់ថាជើហ្នឹងប៉ុណ្ណឹងទៅអានោះមិនចែកករណីខកខានទៅណាខកខានកន្លែងទៅណាអត់ធ្វើការងារណាអញ្ចឹងរយនេះឯងខ្ញុំខ្លាចថាហ្នឹងយើងចូលហ៊ុនពេជ្រ2ហើយតែសង្គ្រោះជាតិហ្នឹងខ្ញុំមើលទៅទទួលប្រមាណទេវាការគិតរបស់ខ្ញុំពីភាគរបស់ខ្ញុំឃើញថាវាអញ្ចឹងវាអាចจะមានបញ្ហាទៅថ្ងៃខាងមុខជួយសង្គ្រោះជាតិមិនបានបើយើងដឹងហើយគណៈបកប្រជាជនគេដល់គុណ7មករាของធំរបស់គេគឺជាបងធំអស់មួយជីវិត10000ឆ្នាំអើយអញ្ចឹងហើយកន្លែងនេះគឺជារឿងមួយអាចមានបញ្ហាគ្រោះថ្នាក់ប្រទេសជាតិខ្លាំងណាស់ហើយទិសដៅហូជីមិញគេបានមានទិសដៅមកទិសខាងលិចទុះនៅពេលគេថាឲ្យតែបតូណាព្រះមហាវីរៈកាប់សម្ដេចទៅដោយទីបង្គុតហើយមកចោះអាហ្នឹងគេបានជោគជ័យឥឡូវនេះជើងមើលឃើញទូទាំងរាជាណាចក្រកម្ពុជាទីណាក៏មានយួនដែរទី1ទី2យើងមើលឃើញគេធ្វើអត្តសញ្ញាណបានឲ្យយួនទៀតបោះឆ្នោតសម្រាប់វាសាប្រទេសជាតិចំនួនខ្មែរដែលដឹកជញ្ជូនរាប់លានអ្នកទៅប្រទេសគេធ្វើខ្ញុំគេនៅលើប្រទេសផ្សេងៗលើពិភពលោកប៉ះពាល់គេគួរគិតយុទ្ធសាស្ត្រផ្លៃផ្លោប្រទេសជាតិគេអត់បានគិតទេគេមិនមែនអត់បានគិតទេគេមិនគិតទេគេថែមទាំងឥឡូវហ្នឹងអនុញ្ញាតឲ្យសម្រួលឲ្យប៉ាសពត$14ឲ្យទៀតទៅឆាប់តាមទៅអស់ទៅហ
ហើយយួនចូលមកគេធ្វើតាបញ្ញាបានឲ្យទៅឲ្យយួនបានចូលមកបោះឆ្នោតសម្រាប់ទៅតាមសរុបសេចក្តីមកដើម្បីពង្រឹងអំណាចគេបាក់ពួកជុំញាតិមិត្តជុំគ្នាគេប្រហែលអ្នកហ្នឹងអញ្ចឹងទឹកដីកម្ពុជាថ្ងៃខាងមុខគឺត្រូវការយួនយកយើងអាណានិគមនៅឡាវអញ្ចឹងហើយយើងកុំលំពឹងថារឿងណែមានពលនភាពទឹកដីហើយមួយភាគ80កន្លះ181,035គីឡូម៉ែត្រកន្លះហ្នឹងយើងក៏លំពឹងអាហ្នឹងនៅឯទេតែប៉ុន្តែរងថ្ងៃយើងមើលមានស្ថានទូតផងមានសមាគមយួនផងមានជួនឬអេតចាយផងមានសមាគមផ្សេងទៀតវាផ្ទុយនឹងឆ្នាំ1979យួនចូលមកជ្រៀតពីកម្ពុជាមកតែ20,000នាក់ទេឥឡូវនេះគឺរាប់លាននាក់អញ្ចឹងហើយជាការគ្រោះថ្នាក់ប្រទេសជាតិយើងចង់សន្លំពងឲ្យលោកកម្មការលោកសំនឹងទីនឹងចេះគិតចេះទូឲ្យបានស្ដាប់កុំចែងអាកិច្ចព្រមព្រៀងបៀមដំណោតដល់កន្លែងករណីថាខកខានមិនបានធ្វើអនុវត្តសមាជិកតែអាហ្នឹងវាចូលលើផ្លូវវែងព្រេងហ្នឹងនាំគេបាតកម្មជាងគេនេះជាងគេនោះដល់ពេលគេបាញ់សម្លាប់គេចាប់ចងជន់តកដាក់គុកអត់មានត្រឹមតែ ICC ហើយមកត្រូវគេទៅអាហ្នឹងចូលលើគុណបច្ចុប្បន្នទៀតហើយឥឡូវនេះបាទសូមអរគុណណាលោកបណ្ឌិតដែលបានបញ្ចេញទស្សនៈព្រួយបារម្ភអំពីអនាគតប្រទេសជាតិនោះបាទជំរាបលាលោកបណ្ឌិតបាទអរគុណលោកអ្នកនាងជាទីមេត្រីនៅចុងក្រោយកម្មវិធីនៃការផ្សាយរបស់វិទ្យុជ័យវរ្ម័នទី7ប្រចាំថ្ងៃប្រហ័សទី24ខែកក្កដានេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់នៅកិច្ចសម្ភាសន៍មួយផ្សេងទៀតចាហើយប្រធានបទខាងលើនេះគឺលោកអិតសុខាដដែលជាអ្នកចោទសួរទៅកាន់លោកបណ្ឌិតកែមលីចាដូច្នេះសូមអញ្ជើញលោកអ្នកនាងតាមដានស្ដាប់ដូចតទៅបាទខ្ញុំសូមជម្រាបសួរអស់លោកអ្នកស្ដាប់វិទ្យុជ័យវរ្ម័នទី7ជាទីគោរពរាប់អានបាទនៅក្នុងការផ្សាយរបស់វិទ្យុនៅថ្ងៃនេះបានផ្ដល់កិត្តិយសពីលោកកែមលីជាអ្នកស្រាវជ្រាវអភិវឌ្ឍសង្គមមកធ្វើការពិភាក្សាទាក់ទងទៅនឹងតើគណៈបកសង្គ្រោះជាតិត្រូវធ្វើយ៉ាងដូចម្តេចនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានការសាទរផងនិងមានការរិះគន់យ៉ាងកង់រំពងផងទៅលើការចរចាដែលត្រូវរើគ្នាកាលពីថ្ងៃទី22ខែកក្កដាឆ្នាំ2014កន្លងទៅនេះដើម្បីចង់ដឹងថាតើគណៈបកសង្គ្រោះជាតិត្រូវធ្វើយ៉ាងដូចម្តេចនោះសូមអញ្ជើញលោកនាងតាមដានស្ដាប់ការសាកសួរនេះដល់ពីខ្ញុំបាទទៅលោកកែមលីថាតើគណៈបកសង្គ្រោះជាតិត្រូវធ្វើយ៉ាងដូចម្តេចនេះឥឡូវលោកកែមលីកំពុងនៅក្បែរគ្នាហើយខ្ញុំបាទសូមជម្រាបសួរតាមដងបាទលោកកែមលីបាទសូមអរគុណអរលោកអ្នកស្ដាប់លោកនាងបានជ្រាបហើយថាស្ថានភាពនយោបាយបានធូរស្បើយហើយបន្ទាប់ពីគណៈបកទាំងពីរបានចរចាត្រូវរើគ្នាហើយឥឡូវនេះទោះបីជាត្រូវរើគ្នាក៏ដោយប៉ុន្តែខុសទៅនឹងឆន្ទៈប្រជាពលរដ្ឋមួយចំនួនដែលតាមដានស្ថានភាពនយោបាយដូច្នេះខ្ញុំជម្រាបសួរទៅលោកកែមលីថាតើគួរតែគណៈបកសង្គ្រោះជាតិត្រូវធ្វើយ៉ាងដូចម្តេចចំពោះម្ចាស់ឆ្នោតនោះបាទតាមការសង្កេតរបស់ខ្ញុំក្នុងរយៈពេលមុនការបោះឆ្នោតក្រោយការបោះឆ្នោតជាង1ឆ្នាំនេះខ្ញុំឃើញថាគណៈបកសង្គ្រោះជាតិបានធ្វើចលនាសង្គមទម្រង់ជានយោបាយនឹងបានប្រសើរទាក់ទាញការគ្រប់គ្រងប្រជាពលរដ្ឋបានច្រើនបានផ្ដល់នៅចំណេះដឹងជំនាញបទពិសោធន៍ទៅដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងបញ្ហាសង្គមជាពិសេសគឺសារៈសំខាន់នៃការបោះឆ្នោតសារៈសំខាន់នៃស្លឹកឆ្នោតហើយប្រជាជនបានកែប្រែនៅអាកប្បកិរិយាអេអាបទការប្រព្រឹត្តរបស់ខ្លួនពីមិនយកចិត្តទុកដាក់រឿងសង្គមមកចូលរួមក្នុងសកម្មភាពសង្គមថែមទាំងយល់ដឹងអំពីទូនីតិយន្តការសំខាន់របស់ជាតិយើងទាំងមូលរហូតទៅដល់អន្តរជាតិទៅទៀតទូនីតិអង្គការសហប្រជាជាតិទូនីតិតុលាការអក្រិតកម្មអន្តរជាតិឬក៏ទូនីតិតុលាការយុត្តិធម៌អីជាដើមឡាក់ព្រមទាំងសហគមន៍អន្តរជាតិការដែលប្រជាពលរដ្ឋបានយល់ដឹងរបៀបនេះដោយសារតែគណៈបកសង្គ្រោះជាតិគាត់បានរៀបចំគោលការណ៍ដែលជាតម្លៃអន្តរជាតិជាគោលការណ៍នៃការគោរពសិទ្ធិមនុស្សគោលការណ៍ប្រជាធិបតេយ្យគោលការណ៍ធ្វើយ៉ាងម៉េចឲ្យប្រទេសមួយនឹងចាក់ផុតពីប្រជាធិបតេយ្យคล้ายៗទៅជាប្រជាធិបតេយ្យពិតប្រាកដប៉ុន្តែនៅក្នុងប្រមាណថ្ងៃចុងក្រោយនេះគណៈបកសង្គ្រោះជាតិបានដើរចេញពីគោលការណ៍របស់ខ្លួនខ្ញុំមិនដឹងថាតើគាត់ត្រឡប់មករកគោលការណ៍ខ្លួននៅពេលណាទេហើយគាត់បានបោះបង់ចោលសមរភូមិក្តៅនៅពេលដែលកងទ័ពរបស់គាត់នឹងបានន័យថាអ្នកប្រយុទ្ធរបស់គាត់នឹងបានស្លាប់បានរបួសត្រូវគេចាប់ដាក់គុកហើយបាត់បង់ជីវិតគាត់បានដាក់អាវុធហើយបោះបង់ចោលសមរភូមិក្តៅនេះទៅចាប់យកសមរភូមិមួយទៀតគឺសមរភូមិត្រជាក់ចូលទៅក្នុងរដ្ឋសភា
ចូលទៅក្នុងរដ្ឋសភានេះបើសិនជាគាត់រៀបយុទ្ធសាស្ត្របានល្អបង្កើនការខិតខំប្រឹងប្រែងបន្ថែមទៀតហើយគាត់ធ្វើសកម្មភាពដូចដែលគាត់បានធ្វើកន្លងមកមួយឆ្នាំហ្នឹង10 ដងលើសពីអ្វីដែលគាត់ធ្លាប់ធ្វើគាត់នឹងទទួលបានប្រជាប្រិយភាពខ្ពស់ហើយប្រទេសកម្ពុជាអាចសម្រេចនូវគោលដៅចុងក្រោយក៏ប៉ុន្តែប្រសិនបើគាត់ដេកលក់នឹងតំណែងដេកលក់នឹងលុយកាក់បុណ្យស័ក្តិដេកលក់នឹងគោលការណ៍របស់ខ្លួនគាត់នឹងទទួលបរាជ័យហើយប្រជាពលរដ្ឋខ្មែរទាំងមូលនឹងទទួលបរាជ័យប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រសិនបើគាត់មិនត្រឡប់មករកគោលការណ៍ដើមវិញទេនឹងមានចលនាថ្មីមួយហើយចលនាថ្មីនេះគឺកើតចេញពីបណ្ដាញប្រជាជនសុទ្ធសាធខ្ញុំឧទាហរណ៍ដូចជាបណ្ដាញកសិករបណ្ដាញជនជាតិដើមភាគតិចបណ្ដាញព្រះសង្ឃបណ្ដាញខ្មែរក្រោមបណ្ដាញយុវជនបណ្ដាញព្រៃឈើសហគមន៍នេសាទបណ្ដាញអ្នកផ្ទុកមេរោគអេដបណ្ដាញសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងប្រព័ន្ធហើយនឹងបណ្ដាញយុវជននៅក្នុងក្រៅប្រទេសដូចជានៅប្រទេសកូរ៉េជាដើមឡាក់បណ្ដាញទាំងអស់ហ្នឹងគាត់កំពុងតែធ្វើសកម្មភាពរៀងខ្លួនក្នុងកលៈទេសៈមួយដែលបណ្ដាញទាំងអស់នោះទទួលបានមេដឹកនាំមួយដែលមានការបើកចំហមេដឹកនាំមួយដែលមានប្រជាធិបតេយ្យមេដឹកនាំមួយដែលមានការចូលរួមហើយមានតម្លាភាពព្រមទាំងមានភាពជាអ្នកដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់បណ្ដាញទាំងអស់នោះនឹងផ្គុំគ្នាហើយមានចលនាថ្មីមួយនៅក្នុងសមរភូមិក្តៅដែលគណៈបក្សសង្គ្រោះជាតិបានដើរហើយគណៈបក្សសង្គ្រោះជាតិបានធ្វើសកម្មភាពនយោបាយក្នុងសមរភូមិតិចប៉ុន្តែមានសមរភូមិក្តៅនឹងមានសក្តានុពលខ្ញុំសង្កេតឃើញខ្ញុំមិនមានការសិក្សាស្រាវជ្រាវខ្ពស់ទេប៉ុន្តែខ្ញុំសួរមនុស្ស10នាក់ក្នុងមួយថ្ងៃសាក់លបងក្នុងនោះមាន2នាក់នៅគាំទ្រគណៈបកប្រជាជន3នាក់នៅគាំទ្រគណៈបកសង្គ្រោះជាតិ5នាក់ទៀតកំពុងតែរមេដឹកនាំដែលមានទំនួលខុសត្រូវខ្ពស់ហើយមានលក្ខណៈប្រជាធិបតេយ្យអញ្ចឹងដែលខ្ញុំថាចលនាថ្មីនេះមានទំហំធំជាងឬក៏ប្រហាក់ប្រហែលនឹងគណៈបកសង្គ្រោះជាតិគុំជាមួយនឹងគណៈបកប្រជាជនកន្លែងនេះត្រូវដឹងអញ្ចឹងនៅក្នុងកលៈទេសៈនេះខ្ញុំផ្ដល់អនុសាសន៍ឲ្យគណៈបកសង្គ្រោះជាតិ 4-5 ចំណុចបើសិនជាគណៈបកសង្គ្រោះជាតិធ្វើបានគណៈបកសង្គ្រោះជាតិនឹងទទួលជោគជ័យនៅក្នុងសមរភូមិទាំងពីរទី1បើសិនជាយើងដើរចេញពីគោលការណ៍យើងទាមទារឲ្យមានការបោះឆ្នោតឡើងវិញទាមទារឲ្យមានការស៊ើបអង្កេតភាពប្រក្រតីបង្កើតគណៈកម្មការឬក៏បោះឆ្នោតមុនអាណត្តិអីជាដើមមិនបានទទួលជោគជ័យក៏ប៉ុន្តែមេដឹកនាំទាំងពីរក៏បានទទួលស្នាដៃមិនតិចដែរក្នុងរយៈពេល1ឆ្នាំកន្លងមកចឹងបើសិនជាមេដឹកនាំល្អគាត់មានអាយុកាន់តែចាស់ហើយគាត់អត់បានសម្រេចគោលដៅរបស់គាត់បានបោះបង់ចោលសមរភូមិប្រធានគណៈបកនិងអនុប្រធានគណៈបកសំរងស៊ីនិងកឹមសុខានឹងបើល្អមែនទែនយកកិត្តិយសបំផុតគឺគាត់លាលែងចេញពីតំណែងប្រធានគណៈបកនិងអនុប្រធានគណៈបកធ្វើជាតំណាងរាស្ត្រសាមញ្ញហើយគាត់ក្លាយទៅជាទីប្រឹក្សាគណៈបកសង្គ្រោះជាតិគាត់ស្វះស្វែងរកមេដឹកនាំដែលមានសមត្ថភាពមានសិលធម៌ខ្ពស់មានទំនួលខុសត្រូវខ្ពស់ក្មេងជាស្ត្រីផងក៏អាចថាបានប្រធានឬក៏អនុប្រធាននឹងអាយុសមល្មមហើយមានការបើកចំហទូលំទូលាយនោះគណៈបក្សសង្គ្រោះជាតិនឹងទទួលបានជោគជ័យហើយគាត់អាចដឹកនាំប៉ុន្តែក្រោមយោបល់ពីអតីតប្រធាននិងអនុប្រធានគណៈបក្សសង្គ្រោះជាតិកឹមសុខាហើយនិងសំរងស៊ីអញ្ចឹងទៅអានឹងទម្រង់មួយល្អណាស់ទី1ទី2ប្រធាននិងអនុប្រធានគណៈបក្សសង្គ្រោះជាតិថ្មីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានទំនួលខុសត្រូវមានការបើកចំហឲ្យមានការចូលរួមហើយមានលក្ខណៈប្រជាធិបតេយ្យពិតប្រាកដហ្នឹងណាធ្វើការជ្រើសរើសតំណាងមកពីតំណាងកសិករហ្នឹង10នាក់ទៅតំណាងជនជាតិដើមភាគតិច10នាក់ទៅតំណាងជនជាតិចាម10នាក់ទៅតំណាងខ្មែរក្រោម10នាក់ទៅតំណាងនេសាទដីធ្លីព្រៃឈើនឹង10នាក់ទៅតំណាងយុវជន10នាក់រហូតដល់បាន120រូបរៀបចំគាត់ជាបេក្ខភាពតំណាងរាស្ត្រនៅអាណត្តិ2018សំណួរសួរថាចុះតំណាងរាស្ត្រដែលនៅថ្ងៃតំណាងរាស្ត្រនៅថ្ងៃទុកសម្រាប់ប្រសិនបើគណៈបក្សសង្គ្រោះជាតិឈ្នះឆ្នោតគាត់អាចទៅកាន់រាជរដ្ឋាភិបាលទាំងបតីតប្រធានអនុប្រធានហ្នឹងគាត់អាចកាន់នៅក្នុងតំណែងជារាជរដ្ឋាភិបាលចលនាសង្គមដែលខ្ញុំថាតំណាង10នាក់មកពីសហជីពតំណាង10នាក់មកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធយុវជនព្រៃឈើកសិករជនជាតិដើមភាគតិចខ្មែរក្រោមព្រះសង្ឃអីចឹងណាតំណាងហ្នឹងហើយដែល
ធ្វើសកម្មភាពក្នុងចលនាទី3ក្រៅពីគណៈបកប្រជាជននិងគណៈបកសង្គ្រោះជាតិដែលខ្ញុំនិយាយអាហ្នឹងគឺអនុសាសន៍ទី2ហើយប្រសិនជាចាប់អត់បានទេនឹងមានមេដឹកនាំថ្មីដែលចាប់យកតំណែងហ្នឹងហើយអានេះគឺជាលក្ខណៈប្រជាធិបតេយ្យមកពោះតំណាងរាស្ត្រវាជាតំណាងកសិករវាជាតំណាងជនជាតិដើមភាគតិចតំណាងយុវជនតំណាងសហជីពតំណាងសេដ្ឋកិច្ចក្រៅប្រព័ន្ធមែនណាតំណាងជនខ្មែរក្រោមក៏គាត់មានតំណាងបើសិនជាគាត់មានខ្មែរក្រោមជាប់ជាតំណាងរាស្ត្រ10នាក់ពលករមានរាប់លាននាក់គាត់ជាប់10នាក់នឹងគាត់ជាតំណាងមកគាត់ឲ្យគាត់ត្រូវការពីប្រយោជន៍របស់គាត់នេះជាអនុសាសន៍ទី2ហើយជាអនុសាសន៍ដែលនឹងអាចកើតមានឡើងប្រសិនបើគណៈបកសង្គ្រោះជាតិមិនធ្វើអនុសាសន៍ទី3ក្រោយពីរើសបានប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិដែលមានសមត្ថភាពខ្ពស់ហើយទទួលយោបល់ពីក្រមទីប្រឹក្សារបស់គណៈបកសង្គ្រោះជាតិដែលមានអតីតប្រធាននិងអនុប្រធានគណៈបកសង្គ្រោះជាតិកម្មសខាហើយនឹងសំរងស៊ីចឹងណាគាត់ចាប់ផ្ដើមធ្វើបង្កើតឲ្យមានប្រជាធិបតេយ្យក្នុងបកពេញលេញដើម្បីជាទម្រង់មួយទៅកាន់ការប្រទេសឲ្យប្រទេសនឹងមានលក្ខណៈប្រជាធិបតេយ្យពេញលេញបើដោយថ្ងៃនេះស្រូបអត់បានធំទេវាអត់ដែលមានគណៈបកប្រជាធិបតេយ្យណាមានអ្នកសម្រាប់ចិត្តតាសំរងស៊ីអេងចៃអៀងយឹមសវណ្ណជូឡុងស៊ូម៉ារ៉ាហើយគេចូលចិត្តអត់បានចឹងទេកន្លែងនេះកុំចាំបាច់ទៅបោកប្រាស់រាសត្រូវកែវាទៅខ្ញុំផ្ដល់ជាអនុសាសន៍ធ្វើម៉េចឲ្យមានការចូលរួមពេញលេញពីប្រជាពលរដ្ឋពីសកម្មជនពីយុវជនដើម្បីពង្រីកនៅសក្តានុពលគណៈបកហ្នឹងនេះជាអនុសាសន៍ទី3ដែលសំខាន់ហើយចាប់ផ្ដើមយកចិត្តទុកដាក់ទៅអនុសាសន៍ទី4គឺត្រូវរៀបចំគោលការណ៍គេហៅថា country road map បានន័យថាចំណុចចង្អុលបង្ហាញថាប្រទេសយើងមានរចនាសម្ព័ន្ធបែបណាប្រទេសយើងមានគោលការណ៍បែបណាអំណាចតុលាការអំណាចសភាអំណាចរាជរដ្ឋាភិបាលចែកដាច់ពីគ្នានឹងយ៉ាងដូចម្ដេចយន្តការសំខាន់ក្រសួងមន្ត្រីនឹងយន្តការអង្គភាពប្រចាំពុកលួយគណៈកម្មការសិទ្ធិមនុស្សក្រមប្រឹក្សាធម្មនុញ្ញគណៈកម្មការជារៀបចំការបោះឆ្នោតញាធរសវនកម្មជាតិកាកបាទក្រហមគណៈកម្មការគ្រូមហន្តរាយនឹងមានរចនាសម្ព័ន្ធបែបណាមានទូនីតិយ៉ាងម៉េចសមាជិកភាពឬយ៉ាងម៉េចដើម្បីឲ្យស្ថិតនៅក្នុងស្ថានភាពឯករាជ្យរួមទាំងឧត្តមក្រុមប្រឹក្សានៃអង្គជាក្រមឧត្តមក្រុមប្រឹក្សាការពារជាតិនិងអាចរៀបចំបង្កើតឧត្តមក្រុមប្រឹក្សាមន្ត្រីរាជការស៊ីវិលមួយទៀតដើម្បីឲ្យមន្ត្រីរាជការស៊ីវិលនឹងឯករាជ្យពេញលេញនៅក្នុងប្រទេសកម្ពុជានេះជាអនុសាសន៍ទី4ដែលយើងត្រូវតែរៀបចំហើយជាអនុសាសន៍ចុងក្រោយគឺគណៈបកសង្គ្រោះជាតិត្រូវរៀបចំនៅទម្រង់ថ្មីមួយសមរភូមិត្រជាក់និងសមរភូមិក្តៅត្រូវតែផ្គុំគ្នាដើម្បីធ្វើចលនាសង្គមឆ្ពោះទៅលោកប្រជាធិបតេយ្យពេញលេញមិនមែនប្រជាធិបតេយ្យដោយតែមាត់និយាយដោយសពថ្ងៃនេះទេប៉ុន្តែអ្វីដែលលោកបានលើកឡើងមិញមានន័យថាគណៈបកសង្គ្រោះជាតិទទួលស្គាល់អំពីចំណុចខ្សោយរបស់ខ្លួននៅពេលដែលខ្លួននឹងបានទៅចូលរួមជាមួយគណៈបកប្រជាជនកម្ពុជាប៉ុន្តែបច្ចុប្បន្នភាពឃើញបន្ទាប់ពីការចរចាមកឃើញមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិមិនទទួលស្គាល់ខ្លួនថាខ្លួនខ្សោយផងហ្នឹងគឺថាកំពុងតែដើរនឹងកំពុងតែត្រូវហើយឥឡូវនេះឈានទៅរកការពន្យល់ប្រជាពលរដ្ឋថាការចូលប្រជុំសភាអីទាំងប្រមាណហ្នឹងគឺធ្វើឲ្យមានការកំណែតម្រង់គណៈកម្មការរាជជាតិការបោះឆ្នោតតាមការចង់បានរបស់ពលរដ្ឋចំណុចនេះតើលោកមានការអធិប្បាយយ៉ាងណាវាគ្រាន់បានតែជារូបភាពបានតំណែងបានប្រាក់ខែហើយទៅឈរលំអតាំងពីពណ៌សម្រាប់គណៈបកប្រជាជនដើរទេគណៈកម្មការជាតិរៀបចំការបោះឆ្នោតមានសមាជិក9រូបគណៈបកប្រជាជន4រូបមែនប៉ុន្តែម្នាក់នោះរបស់គណៈបកប្រជាជនទៀតហើយ5អញ្ចឹងសមាជិកគណៈកម្មការជាតិរៀបចំការបោះឆ្នោតមានយន្តការធ្វើសេចក្តីសម្រេចចិត្ត50+1គាត់ធ្វើអីក៏បានដែរហើយខ្ញុំសង្ឃឹមថាគណៈបកសមាជិករបស់គណៈបកសង្គ្រោះជាតិនឹងដើរចេញជាបន្តបន្ទាប់នៅពេលដែលគេធ្វើសេចក្តីសម្រេចចិត្តបង្កើតការឈឺចាប់ទៅដល់គណៈបកសង្គ្រោះជាតិទី1ទី2នៅក្នុងយន្តការរដ្ឋសភាគណៈអចិន្ត្រៃយ៍សមាជិកគណៈបកប្រជាជនមាន7គណៈបកសង្គ្រោះជាតិមាន6អញ្ចឹងគេអាចសម្រេចបាន50+1នៅក្នុងសភាពេញអង្គសមាជិកគណៈបកប្រជាជនមាន68 50+1នឹងលើសអញ្ចឹងគេអាចសម្រេចបានទាំងអស់ក្នុងកលៈទេសៈហ្នឹងគឺសមាជិកសភារបស់គណៈបកសង្គ្រោះជាតិនឹងដើរចេញជា allergy នៅពេលដែលគេសម្រេចឲ្យខ្លួនមិនបានបញ្ចូលនៅទស្សនៈរបស់ខ្លួននៅក្នុងច្បាប់ទម្លាប់នៅក្នុងគណៈកម្មការជំនាញបទថាមាន5មែនប៉ុន្តែ
គណៈកម្មការជំនាញនឹងអត់សូវមានសារៈសំខាន់សម្រាប់ប្រយោជន៍ទេហើយគណៈកម្មការជំនាញនេះខ្ញុំសង្ស័យគណៈបព្វជិជនមិនឡើងច្បាប់មកផងគាត់ឡើងតែច្បាប់ណាដែលពាក់ព័ន្ធទៅនឹងគណៈកម្មការជំនាញដែលគាត់កាន់ឧទាហរណ៍ថាដូចជាសន្តិសុខការពារជាតិការបរទេសហិរញ្ញវត្ថុដូចជាដើមអនុម័តថវិកាប្រចាំឆ្នាំបំណុលអីនៅពេលដែលគណៈកម្មការជំនាញ5របស់គណៈបព្វសង្គ្រោះជាតិនីមួយសម្រាប់ពង្រៀងច្បាប់ដាក់ចូលសភាពេញអង្គអនុម័ត50/1បាត់ទៅទៀតចឹងអត់មានយន្តការអីធ្វើបានទេក្នុងគ្រប់ចំណុចទាំងអស់គឺគណៈបព្វជិជននៅកាន់កាប់បានទាំងអស់ប្រព័ន្ធទាំងប្រព័ន្ធរដ្ឋសភាទាំងប្រព័ន្ធរាជរដ្ឋាភិបាលថែមទាំងប្រព័ន្ធតុលាការទៅទៀតពីពួកគណៈបព្វជិជនបានអនុម័តច្បាប់3ពេញលេញច្បាប់ស្តីអំពីការបង្កើតឧត្តមរដ្ឋាភិបាលអង្គចៅក្រមច្បាប់ស្តីអំពីការបង្កើតអង្គតុលាការនិងច្បាប់ស្តីអំពីលក្ខន្តិកៈវិញ្ញានិងអង្គចៅក្រមក្នុងកិច្ចព្រមព្រៀងនយោបាយក៏មិនឃើញថានៅពេលដែលគណៈបព្វសង្គ្រោះជាតិចូលទៅកាន់សភាជឿញឲ្យគេយកច្បាប់នឹងវិភាសាក៏អត់ក្នុងកិច្ចព្រមព្រៀងនយោបាយអត់ឃើញថាក្រោយពីចូលទៅក្នុងសភាប្រមាណខែធ្វើវិសោធនកម្មច្បាប់នឹងឡើងវិញដើម្បីវិភាសាក៏អត់មានទៅទៀតអញ្ចឹងខ្ញុំគិតថានៅក្នុងកលៈទេសៈនេះគួរតែនិយាយការពិតភូតផលប្រជាពលរដ្ឋលែងបានហើយខ្ញុំគិតថាខ្ញុំផ្ដល់អនុសាសន៍នេះប្រសិនបើគណៈបព្វសង្គ្រោះជាតិយកទៅអនុវត្តនឹងទទួលបានជោគជ័យហើយប្រជាប្រិយភាពខ្ពស់សង្គមយើងអាចឆ្ពោះទៅរកប្រជាធិបតេយ្យពិតប៉ុន្តែយ៉ាងណាក៏ដោយគណៈបព្វសង្គ្រោះជាតិគាត់នៅតែថ្លែងអំពីការសាទរចំពោះដែលប្រជាពលរដ្ឋដែលចង់បានអញ្ចឹងមានមតិខ្លះថាមានស្ថានភាពធូរស្រាលអញ្ចឹងចង់សួរទៅថយក្រោយលោកនេះបើលោកបានលើកឡើងថាគណៈបព្វសង្គ្រោះជាតិនៅពេលបច្ចុប្បន្នហ្នឹងដើរចេញពីសមរភូមិក្តៅទៅចូលសមរភូមិត្រជាក់ដូច្នេះបើតាមលោកគួរតែគណៈបព្វសង្គ្រោះជាតិធ្វើយ៉ាងម៉េចបើសិនជានៅក្នុងសមរភូមិក្តៅមានដល់ស្ថានភាពមួយចាប់អ្នកតម្រាំងនេះទៅទៀតបើស្ថានភាពធ្វើរុញដល់អញ្ចឹងហើយតើគួរតែដោះស្រាយយ៉ាងម៉េចដែរខ្ញុំគិតថាខ្ញុំមិនចង់ត្រឡប់ទៅវិញទេក្នុងកលៈទេសៈដែលគណៈបព្វសង្គ្រោះជាតិចូលទៅក្នុងសភាបែបនេះហើយវាគួរតែរកយុទ្ធសាស្ត្រថ្មីដូចដែលខ្ញុំបានលើកឡើងណាពីព្រោះបើសិនជាគាត់មិនទាន់ចូលអាហ្នឹងបានយើងមានអនុសាសន៍ផ្សេងបានន័យថាតំណាងរាស្ត្រប្រមាណអ្នកដែលគេចាប់គឺសហគមន៍អន្តរជាតិអ្នកវិភាគប្រជាពលរដ្ឋនឹងលើកឡើងពីបញ្ហាវិជ្ជមាននិងអវិជ្ជមានរបស់គណៈបព្វជិជនច្បាស់លាស់នេះជានយោបាយទី1ទី2បើសិនជាគាត់មិនចូលគឺគាត់ត្រូវរៀបចំសមាជិកព្រឹទ្ធសភាសមាជិករដ្ឋសភាបន្តទៅទៀតធ្វើសកម្មភាពនយោបាយតទៀតរហូតដល់ចាក់អស់គាត់នឹងទទួលបានជោគជ័យហើយប៉ុន្តែបើសិនជាគាត់ចូលហើយដូចខ្ញុំបានលើកឡើងអញ្ចឹងគឺដើម្បីឲ្យមានទំនួលខុសត្រូវខ្ពស់ធានអនុប្រធាននឹងលាលែងចេញពីប្រធានបកហើយជ្រើសរើសមេដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ឲ្យធ្វើប្រធានកែតម្រង់ប្រជាធិបតេយ្យនៅក្នុងបកបើកចំហឲ្យមានការចូលរួមពីគ្រប់ប្រព័ន្ធរើសតំណាង5-10នាក់ពីប្រព័ន្ធនីមួយៗដើម្បីដាក់ជាបេក្ខភាពតំណាងរាស្ត្រនៅឆ្នាំ2018ហើយនឹងរៀបចំយន្តការជាតិសំខាន់ផែនទីចង្អុលបង្ហាញជាតិនិងគោលនយោបាយធ្វើយ៉ាងម៉េចឲ្យយន្តការហ្នឹងឯករាជ្យនោះគណៈបព្វសង្គ្រោះជាតិនឹងទទួលបានជោគជ័យប្រសិនបើមិនរៀបចំមកដូចអ្វីដែលលោកបានលើកអនុសាសន៍អញ្ចឹងគណៈបព្វសង្គ្រោះជាតិនៅតែដំណើរការជាមួយគណៈបព្វប្រជាជនកម្ពុជាលោករំពឹងថានឹងមានចលនាថ្មីគណៈបព្វថ្មីអាចចេញមកទៀតទេហើយបើនិយាយពីរឿងគណៈបព្វសង្គ្រោះជាតិអាចជន់បានគណៈបព្វហ៊ុនស៊ិនប៉ិចទេនឹងមានចលនាថ្មីមួយ2ឬក៏3ប៉ុន្តែមិនមែនចលនាថ្មីនឹងអាចដំណើរការបានទៅមុខទេវាទាល់តែចលនាថ្មីនឹងមើលឃើញមានទស្សនវិស័យវែងឆ្ងាយហើយអ្នកដែលដឹកនាំចលនានឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មានភាពជាអ្នកដឹកនាំល្អមានការបើកចំហឲ្យមានការចូលរួមមានតម្លាភាពហើយនឹងមានទំនួលខុសត្រូវខ្ពស់ចលនាថ្មីនឹងរីកដុះដាលហើយធំហើយបើគាត់ចាប់យកបណ្ដាញទាំងជាង10ដែលខ្ញុំបានលើកឡើងហ្នឹងបណ្ដាញកសិករបណ្ដាញនេសាទព្រៃឈើជនជាតិដើមភាគតិចខ្មែរក្រមយុវជនជាដើមឡាក់បណ្ដាញទាំងអស់ទាំងចូលរួមដែលជាបេក្ខភាពតំណាងរាស្ត្រឆ្នាំ2018នោះចលនាថ្មីនឹងស្រូបយកប្រជាប្រិយភាពច្រើនលើសលប់គណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនមានវាសនាដោយតែគណៈបកហ៊ុនស៊ិនប៉ិចពីដើមអញ្ចឹងនេះយើងកុំចង់ប្រឆាំងទៅនឹងចលនាផ្លាស់ប្ដូររបស់សង្គមពីព្រោះប្រជាជនផ្លាស់ប្ដូរអស់ហើយនៅតែមេដឹកនាំទីដែលមិនទាន់ធ្វើការផ្លាស់ប្ដូរអាកប្បកិរិយាអរិយាប័ត្រចំណេះដឹងនិងការប្រព្រឹត្តរបស់ខ្លួន
បាទខ្ញុំសូមអរគុណលោកកឹមរីដែលបានធ្វើការវិភាគទាក់ទងទៅនឹងស្ថានភាពនយោបាយចុងក្រោយនៅក្នុងប្រទេសកម្ពុជាជាពិសេសផ្ដល់អនុសាសន៍ទៅគណៈបកសង្គ្រោះជាតិនៅក្នុងពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានធ្វើការរិះគន់យ៉ាងកងរំពងទៅលើគណៈបកសង្គ្រោះជាតិនៅបន្ទាប់ពីការចរចាចូលរួមជាមួយនឹងសភាគណៈបកប្រជាជនកម្ពុជាសូមអរគុណសូមជម្រាបលាជួបគ្នាសាជាថ្មីនៅពេលក្រោយទៀតលោកកឹមរីបាទសូមអរគុណបាទច្រើនដងផុតទៅលួលួងអីលើនៅតែទុំខាងទឹកភ្នែកខ្មែរអូជំនួងបោសាថ្ងៃណាឆ្នាំណាទើបអង្កំពីរាងកាយស្គាំងស្គមខ្វះមុខចំណៃភ្នែកស្លក់ល្អងស្លឹងស្ទើរតែមរណាខ្វះគិតទេដីស្រែចំការរដ្ឋការក្បត់ជាតិលួងទឹកលួងដីតាដល់ទៅថ្ងៃណាខែណាឆ្នាំណាពេលណា
ប្រាំងបូតាសណ្ដោងប្រណីបញ្ញាសំលេងឈ្ងោដល់ខ្មែរក្នុងក្រៅប្រុសស្រីព្រះពីបកនាំសំដីថាយុគថ្ងៃខ្មែរវេទនាណាស់វិនាងព្រាមទៅអាយ៉ងចង់រាយរត់តកាខ្លែងខ្លាយគុំនេះបោកប្រាស់យុទ្ធទេធនឹងត្រូវវិនិច្ឆ័យយុទ្ធធខ្មែរឈ្នះបានសុខសាន្តអើយវិនាងព្រាមទៅអាយ៉ងចង់រាយរត់តកាខ្លែងខ្លាយគុំនេះបោកប្រាស់អយុទ្ធទេធនឹងត្រូវវិនិច្ឆ័យយុទ្ធធខ្មែរឈ្នះបានសុខសាន្តអើយកងអើយក៏ត្រលខ្ញុំស្គាល់យូរយីក៏គេដូនតាតាមសាវតាខ្មែរឥឡូវប្រត់ឃើញកងនៅឯកាបណ្ដាជួលសាចិនដាបាត់សូនឯងបានឃើញយល់ទុកសោកអមពលគិតថាកម្មព្រេងនិស័យតែក៏នៅទីស្រែកហៅមិនឆ្លើយឃើញពីចំងាយអារម្មណ៍ខ្ញុំសែនខលខ្វាយសុភ័ណ្ឌធម្មជាតិជាប់ចិត្តកយគួនក៏ខ្មែរស្វានភូមិព្រាបានជំរុំកវីដូចប្លន់បែងលងចេញពីរាងកាយស្ដាយអើយសែនស្ដាយក៏ប្រចាំសាវនាសង្គ្រាមរំរាយប្រឡាយបំងងរាខ្មែរបងបងជួបក្តីវេទនាមរណាកោះដួងប្រលឹងបើមានវាសនាកូនខ្មែររួមគ្នាទៀមទីក៏ត្រឡមកវិញចាលោកអ្នក
អ្នកនាងស្ដាប់ជាទីមេត្រីសម្រាប់កម្មវិធីនៃការផ្សាយរបស់វិទ្យុជ័យវរ្ម័នទី7រយៈពេល1ម៉ោងនៅវេលានេះគឺឈានមកដល់ទីបញ្ចប់ហើយក្នុងនាមវិទ្យុជ័យវរ្ម័នទី7នាងខ្ញុំក៏សូមប្រសិទ្ធពរជ័យសិរីសួស្តីដល់អស់លោកស្រីជាប្រិយមិត្តអ្នកស្ដាប់វិទ្យុជ័យវរ្ម័នទី7ទាំងអស់សូមលោកជួបប្រកបតែនឹងសេចក្តីសុខគ្រប់ពេលវេលាកុំបីអាក់ខានឡើយកម្មវិធីផ្សាយរបស់វិទ្យុយើងនឹងវិលមកជួបអស់លោកអ្នកនាងនៅថ្ងៃស្អែកជាបន្តទៀតសូមអរគុណ